Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំរិចគឺមកដល់ទៀតហើយគឺមកសម្រាប់រឿងតរបស់យើងពីភាគទី38នៃរឿង Return to Earth to be a God តកតងជាមួយនឹងភាគបន្តហ្នឹងគឺយើងសម្រាប់ពីភាគទី39រហូតដល់ចប់តែម្ដងមុននឹងយើងឈានចូលភាគទី39ហ្នឹង admin សូមរំលឹកតិចភាគទី38គឺយើងបានដឹងហើយថា Thousand Bit របស់យើងបានព្យាយាមពាក់លីខ្លួនប៉ារបស់នាងដើម្បីឲ្យចិនហងជាមួយនឹងអ្នកនាងសួររបស់យើងរត់គេចពីការវាយប្រហាររបស់ធម្មពលបិសាចលោហិតនោះហើយផ្ដើមសាច់រឿងในភាគទី39របស់យើងគឺយើងបានឃើញថាសោសិនវិទ្យរបស់យើងកំពុងធ្លាក់ចូលទៅការលេបត្របាក់របស់ធម្មពលលោហិតហើយប៉ុន្តែបើកន្លែងទៅមើលស្ដេចស្រមោចខ្មៅវិញវាបានប្រើធម្មពលដើម្បីជួយស្ដារសោសិនវិទ្យរបស់យើងឲ្យងើបឡើងវិញកុំឲ្យធ្លាក់ចូលនៅក្នុងរណ្ដៅនៃឈាមនោះអីបើកន្លែងទៅមើលសោសិនវិទ្យរបស់យើងនាងបានដេកដងលក់នៅការវាយប្រហាររបស់ធម្មពលលោហិតមួយបាត់ទៅហើយដោយសារនាងបានប្រើធម្មពលជាច្រើនដើម្បីជួយសង្គ្រោះឆិនហងរបស់យើងស្ដេចស្រមោចខ្មៅក៏បានស្រែកថាសោសិនវិទ្យកុំអីធម្មពលមួយចំនួនដែលស្ដេចស្រមោចខ្មៅបានបញ្ជូនដើម្បីការពារសោសម្បត្តិរបស់យើងនឹងត្រូវបានធម្មពលលោហិតវាយប្រហារធ្វើឲ្យខ្ទេចខ្ទីតែម្ដងបើមើលទៅទស្សនវិជ្ជាជាមួយនឹងទឹកមុខរបស់សោសម្បត្តិរបស់យើងនាងពិតជាគួរឲ្យអាណិតខ្លាំងណាស់ហើយនាងក៏បានស្រែកពីចម្ងាយថាអាចង្រៃយកឆាប់រត់ព្រាមទៅយើងគ្មានពេលវេលាទៀតទេបន្ទាប់ពីនាងបាននិយាយចប់ធម្មពលលោហិតនោះក៏បានវាយប្រហារនាងលេបត្របាក់នាងឬទឹកក្រឹបតែម្ដងបើមើលតាមទស្សនវិជ្ជារបស់ឆិនហងរបស់យើងវិញក៏បានស្រែកពីចម្ងាយមកដែរហើយថែមទាំងយងយែកបូករួមទាំងសម្រក់ទឹកភ្នែកថែមទៀតផងមួយសន្ទុះក្រោយមកស្ដេចសម័យខ្មៅយើងក៏បានច្រានឆិនហងរបស់យើងចេញពីលាងនោះហើយក៏ប្រាប់ថាឯងឆាប់រត់ភ្លាមទៅបើមិនអញ្ចឹងទេនឹងវានឹងហួសពេលហើយឆិនហងរបស់យើងគ្រាន់តែឮសំឡេងបែបនេះគេបានផ្ដាំឆ្ងល់តែម្ដងហើយក៏បានស្រែកទៅស្ដេចសម័យខ្មៅនោះវិញថាយល់ល្អឯងឆាប់ចេញពីទីនេះភ្លាមមកបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅស្ដេចសម័យខ្មៅយើងបានសម្រេចចិត្តហើយគឺពាក់លីខ្លួនប៉ានរបស់គេដើម្បីជួយសង្គ្រោះសោសិនបេតែម្ដងបន្ទាប់មកនឹងឆិនហងរបស់យើងក៏បានស្រែកបន្តទៀតថាអាឡងងឯងចង់ឲ្យការពាក់លីរបស់សោសិនបេរបស់យើងមើលទៅវាគួរអត់ប្រយោជន៍តែបែបនេះតែមែនទេបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅស្ដេចសម័យខ្មៅគាត់បានសម្រេចចិត្តរួចហើយថានឹងពាក់លីជាមួយនឹងសោសិនបេបន្ទាប់មកនឹងស្ដេចសម័យខ្មៅយើងក៏បានសម័យទៅអតីតកាលនៃការស្នាមញញឹមរបស់សោសិនបេរបស់យើងហើយគេក៏បានពោលថាសោសិនបេឲ្យខ្ញុំសុំទោសផងណាខ្ញុំពិតជាមិនចង់រស់នៅក្នុងពិភពលោកនេះតែម្នាក់ឯងទេដែលគ្មាននាងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅកម្លាំងធម្មពលវិញ្ញាណនៃលោហិតនោះកំពុងស្ទុះធ្វើការវាយប្រហារនិងលេបត្របាក់ស្ដេចសម័យខ្មៅរបស់យើងហើយធ្វើឲ្យឆិនហងរបស់យើងមានការយំជ័យនិងអាណិតស្ដេចសម័យខ្មៅជាខ្លាំងអាឡងងឯងកុំអីអាឡងងបន្ទាប់ពីឆិនហងបានយំនៅនឹងសម្រក់ទឹកភ្នែកអាណិតស្ដេចសម័យខ្មៅនឹងក៏មានធម្មពលអណ្ដាតភ្លើងពណ៌ខ្មៅមួយស្ទុះមកការពារស្ដេចសម័យខ្មៅរបស់យើងហើយយើងក៏បានដឹងថាអ្នកដែលជួយសង្គ្រោះស្ដេចសម័យខ្មៅរបស់យើងនោះគឺចាងស៊ីលីងរបស់យើងនេះឯងឆិនហងរបស់យើងគ្រាន់តែឃើញស៊ីលីងមកផ្លែគេក៏បានស្រែកពីចម្ងាយមកថាទីបំផុតឯងបានមកដល់ហើយចាងស៊ីលីងហើយយើងក៏បានដឹងថាចាងស៊ីលីងរបស់យើងមិនបង្អង់យូរទេក៏ប្រើកញ្ញាំធម្មពលរបស់គេទៅត្រស្ដេចសម័យខ្មៅរបស់យើងតែម្ដងហើយក៏បានទៅស្ដេចសម័យខ្មៅរបស់យើងឲ្យឆិនហងដើម្បីមើលថារួចមកឆិនហងរបស់យើងក៏បានស្រែកពីចម្ងាយទៀតហើយថាស៊ីលីងនៅមានម្នាក់ទៀតដែលកំពុងស្ថិតនៅក្នុងទឹកលោហិតនេះឯងឆាប់ជួយសង្គ្រោះនាងផងបន្ទាប់ពីគេបាននិយាយចប់ចាងស៊ីនរបស់យើងក៏មិនបង្អង់យូរដែរក៏ប្រើធម្មពលរបស់គេគួរចូលទៅក្នុងរង្វង់នៃតាំងលោហិតនោះបន្ទាប់មកក៏ស្ដារនាងចេញមកពីក្នុងតាំងលោហិតហើយយើងក៏បានដឹងហើយថាសោសិនបេរបស់យើងគឺរងរបួសធ្ងន់មែនតែម្ដងខ្លួនមួយជំហៀងរបស់នាងត្រូវបានស្រូបដោយធម្មពលលោហិតនោះបាត់ទៅហើយបន្ទាប់មកឆិនហងរបស់យើងក៏បានស្រែកពីចម្ងាយទៀតហើយថាស៊ីលីងគឺនាងហើយនាងគឺជាម្នាក់ដែលបានជួយពួកយើងណាបន្ទាប់មកហ្នឹងស៊ីលីងរបស់យើងក៏បានបីតកងរបស់នាងតែម្ដងហើយក៏បានគិតថាអាទឹកលោហិតនេះវាបានស្រូបយកធម្មពលជាមួយនឹងរាងកាយរបស់នាងអស់មួយជំហៀងបាត់ទៅហើយខ្ញុំខ្លាចថាបើសិនជាខ្ញុំមិនបញ្ញាប់ទេមើលទៅនាងពិតជាគ្រោះថ្នាក់ជាក់ជាមិនខានខ្ញុំទៅតែបញ្ញាប់ព្យាបាលនាងឲ្យទាន់ពេលវេលាបន្ទាប់ពីចានស៊ីលីងរបស់យើងបានគិតចប់ទស្សនវិជ្ជារបស់យើងក៏បង្ហាញឲ្យឃើញថាធម្មពលលោហិតនោះក៏បានប្រមូលផ្ដុំគ្នាខ្លាចជាសម្បុកតកលនាងមួយបន្ទាប់មកធ្វើឲ្យចានស៊ីលីងរបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងព្រោះថាដុំសម្បុកតកលនាងនោះក៏បានលេចដៃនរណាម្នាក់លេចចេញរូបនាងមកហើយមកក៏បានដឹងថាកាប់ទៅគឺជារូបរាងកាយរបស់បិសាចលោហិតនេះឯងដែលប្រឈមមុខជាមួយនឹងចានស៊ីលីងរបស់យើងបន្ទាប់ពីវាលេចរូបរាងចេញពីសម្បុកតកលនាងនៃលាងលោហិតនោះមកនោះវាក៏បានស្ទុះឈរនៅលើសម្បុកតកលនាងនោះតែម្ដងប៉ុន្តែស៊ីលីងរបស់យើងមិនខ្វល់នោះទេរួចមកក៏បីត្រកងសោសិនបេរបស់យើងទៅកាន់ឆិនហងហើយបើចំណែកឲ្យឆិនហងរបស់យើងវិញកំពុងតែព្យាយាមដាស់សម្ដេចសម័យខ្មៅរបស់យើងនេះឯងឥឡូវឯងឆាប់ក្រាបទេមកបើកលែកទៅមើលស្ដេចសម័យរបស់យើងវិញគ្រាន់តែភ្ញាក់មកទៀតគេក៏បានកលែកមើលទៅអបិសាចនោះដែលកំពុងឈរនៅលើសម្បុកតកលនាងលោហិតនោះហើយគេក៏លន់មកថាវាមិនអាចទៅរួចទេវាគឺបន្តមកហ្នឹងឆិនហងរបស់យើងក៏បានសួរទៅអាស្រ័យសម័យខ្មៅនោះតែបង្ខំតែម្ដងឯងចង់មានន័យថាឯងស្គាល់អាសក់ខំហ្នឹងមែនទេបន្តមកហ្នឹងស្អីសម័យខ្មៅយើងគឺឆ្លើយតែរដាប់រដកតែម្ដងគឺឆ្លើយមិនចាញ់ទេវាគឺបន្តមកហ្នឹងសិនហងក៏បានសួរទៀតហើយសួរថាតើវាគឺជានរណាគេឯងឆ្លើយ
ច្បាស់មើលឲ្យឆាប់ឆ្លើយភ្លាមមកថាវាគឺជានរណាបន្ទាប់ពីឈិនហងរបស់យើងព្យាយាមសួរវាមែនតើទៅអាស្ដេចសម័យខ្មៅរបស់យើងទីបំផុតវាបានឆ្លើយចេញហើយវាគឺលោកម្ចាស់យ៉ាវឌីវាគឺជាលោកម្ចាស់យ៉ាវឌីនៅពេលដែលគាត់នៅក្មេងតើគ្រាន់តែស្ដេចសម័យខ្មៅនិយាយចប់ហ្នឹងអាបិសាចនោះក៏ស្ទុះធ្វើការវាប្រហារទៅលើចាងស៊ីលីនរបស់យើងតែម្ដងបន្តមកហ្នឹងវាក៏បានយកកញ្ញាំរបស់វាវាយទៅលើចាងស៊ីលីនរបស់យើងទៅសូត្រទាំងប៉ុន្តែប៊ីនឹងត្រូវនៅចាងស៊ីលីនរបស់យើងហើយហ្នឹងក៏មានធម្មពលរបស់ចាងស៊ីលីនក៏មកទប់ទល់ដែរមួយសន្ទុះក្រោយមកចាងស៊ីលីនរបស់យើងក៏បំលាទីមកខាងក្រោយវាតែម្ដងធ្វើឲ្យបិសាចនោះញាក់ផ្អើលខ្លាំងណាស់បន្តមកហ្នឹងវាក៏បានសួរទៅចាងស៊ីលីនរបស់យើងថាឯងគឺជានរណាហើយយើងក៏បានឲ្យដឹងហើយថាសាច់រឿងរបស់យើងក៏កាត់មកខាងក្រៅព្រៃជាមួយអាសក់ក្រហមនិងអ្នកនាងសួររបស់យើងដែលអាសក់ក្រហមព្យាយាមចាប់អ្នកនាងសួររបស់យើងមែនទែនគឺឲ្យអ្នកនាងសួររបស់យើងចាក់ចេញពីទីកន្លែងនេះបន្តមកហ្នឹងវាក៏បាននិយាយថាអ្នកនាងតូចឥឡូវនេះយើងឆាប់ប្រញាប់ចេញពីទីនេះទៅតាក់ទងជាមួយនឹងត្រាដែលបិទចិត្តនៅកន្លែងអាំងលហិតនេះវាត្រូវបានផ្ទៃខ្ទីអស់ហើយយូរនឹងឆាប់កន្លែងនេះនឹងត្រូវបានបំផ្លាញបន្តមកហ្នឹងអ្នកនាងសួររបស់យើងក៏បានស្រែកកំហុកទៅអាសក់ក្រហមនោះថាឯងជាកំសាកមែនតែឯងមិនបានឃើញទេថាមានបរិសុទ្ធជាមួយនឹងនារីនោះបានជួយពួកយើងបន្តមកហ្នឹងនាងក៏បានបន្តទៀតថាខ្ញុំតែត្រឡប់ទៅក្រោយដើម្បីជួយពួកគេឲ្យតទៅបានរួចមកអាសក់ក្រហមនោះក៏បានស្ទាក់ពីមុខអ្នកនាងសួររបស់យើងតែម្ដងនាងមិនអាចទៅបានទេបើសិនជានាងទៅដូចជាសម្លាប់ខ្លួនឯងតែម្ដងអ្នកនាងសួរក៏បានឆ្លើយថាអាកំសាឆាប់ថយចេញភ្លាមទៅរួចមកអាសក់ក្រហមក៏បាននិយាយថាបរិសុទ្ធខ្មៅនោះគឺគាត់មានដៃចំនួន4ពួកយើងហៅគាត់ថាស្ដេចសមោចឯចំណែកឯនារីនោះគឺសៅសិនប៊ីតពួកគេទាំងអស់នោះគឺនៅចំណុចកំពូលនៃបកយ៉ៅរបស់យើងហើយឥឡូវនេះខ្ញុំសង្ឃឹមថានាងនឹងអាចត្រឡប់ទៅក្រោយបានបើសិនជានាងទៅខាងមុខទៀតនាងដូចជាសម្លាប់ខ្លួនឯងអញ្ចឹងឥឡូវនេះបើសិនជាពួកយើងព្យាយាមប្រញាប់ចេញទៅយើងនឹងអាចមានជីវិតនឹងរស់នៅបន្តទៀតហើយគេក៏បានចាប់ដៃអ្នកនាងស៊ូត្រឡប់ទៅខាងក្រោយប៉ុន្តែអ្នកនាងស៊ូពិតជាយើងចិត្តចេះមែនតើហើយក៏បានឆ្លើយទៅអាសក់ក្រហមនោះថាបើសិនជាឯងចង់ទៅឯងទៅតែម្នាក់ឯងទៅខ្ញុំទៅតែត្រឡប់ត្រូវក្រោយវិញរួចមកអាសក់ក្រហមរបស់យើងក៏បានស្ដាយទៀតហើយថានាងនេះពិតជានិយាយមិនស្ដាប់មែនឥឡូវនេះតើនាងចង់ធ្វើអ្វីបើសិនជានាងទៅខាងក្រោយវិញបន្តមកនោះអ្នកនាងស៊ូរបស់យើងក៏បានស្ដាយហើយថាមិត្តភ័ក្តិរបស់ខ្ញុំឈិនហងគឺគេនៅក្នុងនោះឡើយទេហើយខ្ញុំក៏មិនអាចចាកចេញពីគេបានដែររួចមកអ្នកនាងស៊ូរបស់យើងក៏បានដើរទៅមុខបន្តិចក៏បានបុកនរណាម្នាក់ទៅសូតពោកហើយគេក៏បន្លឺថានាងល្អិតណាតើនាងនៅមានមិត្តភ័ក្តិរបស់នាងទៀតអត់ឈ្មោះរបស់គេគឺចាងសេលីនត្រូវអត់បន្តមកនោះអ្នកនាងស៊ូរបស់យើងមានការភ្ញាក់ផ្អើលតែម្ដងហើយក៏បានសួរទៅបរិសុទ្ធចំណាស់នោះថាអ្វីបានជាលោកស្គាល់គេហើយលោកគឺជានរណាទៅហើយធ្វើឲ្យអាសក់ក្រហមរបស់យើងមានការញាប់ញ័រជាខ្លាំងព្រោះថាបរិសុទ្ធម្នាក់នោះគឺមេបកយ៉ៅរបស់យើងនេះឯងបន្តមកនោះមេបកយ៉ៅរបស់យើងក៏បានបើកការវាប្រហារទៅលើអ្នកនាងស៊ូរបស់យើងដោយបញ្ចេញពស់វេទមន្តតែម្ដងបន្ទាប់ពីស្ទុះទៅខំអ្នកនាងស៊ូរបស់យើងមកអាក្បាក្រហមរបស់យើងពិតជាស្មោះត្រង់មែនទែនទៅធ្វើការពលីរងនឹងការវាប្រហាររបស់មេបកយ៉ៅរបស់យើងនេះឯងបន្ទាប់ពីអាសក់ក្រហមរងការវាប្រហាររបស់មេបកយ៉ៅរបស់យើងហើយបន្តមកនោះមកមេបកយ៉ៅរបស់យើងក៏បន្លឺឡើងថាអាសម្រាមហើយគេក៏បានដកការវាប្រហាររបស់គេចូលទៅក្នុងខ្លួនរបស់គេវិញបន្តមកនោះអ្នកនាងស៊ូរបស់យើងក៏បានពិនិត្យទៅលើអាសក់ក្រហមហើយក៏បាននិយាយថាហេឯងកុំតណាដេកណាឯងទៅតែត្រង់ឲ្យបានបន្តមកនោះឈាមរបស់អាសក់ក្រហមរបស់យើងក៏ប្រែពីក្រហមប្រែទៅជាខ្មៅរួចមកមេបករបស់យើងក៏បានបន្លឺថាអាល្អិតនេះត្រូវបានពស់ខ្មោចរបស់ខ្ញុំចឹកវាហើយគឺវាពលីដើម្បីជួយនាងនេះឯងហើយខ្លួនប៉ានរបស់វាចាប់ដើមខ្សោះឈាមម្ដងបន្តិចហើយធម្មពលរបស់វាក៏ចិត្តអស់ដែរនេះគឺជាហេតុផលតែមួយគត់ដោយឈាមរបស់វាពីក្រហមប្រែទៅជាខ្មៅបែបនេះឯងបន្តមកនោះអ្នកនាងស៊ូរបស់យើងក៏បានស្រែកទៅអាមេបករបស់យើងថាតើលោកគឺជានរណាហេតុអ្វីបានជាព្យាយាមសម្រាប់ពួកយើងបែបនេះបន្តមកនោះមេបកយ៉ៅរបស់យើងក៏បានឆ្លើយទៅគេថាហេនាងតូចគេអាចនៅរស់បានដរាបណានាងទៅស្ដាប់តាមខ្ញុំបន្ទាប់មកពួកគេមិនស្លាប់នោះទេអ្នកនាងស៊ូយើងក៏បន្តទៀតថាតើលោកចង់ធ្វើអ្វីទៅហើយឥឡូវលោកគឺជានរណាឲ្យប្រកាសបន្តមកអាសក់ក្រហមរបស់យើងដែលកំពុងរងរបួសវាក៏បាននិយាយថាគេគឺជាម្ចាស់នៃបកយ៉ៅនេះឯងអ្នកនាងស៊ូរបស់យើងក៏បន្តទៀតថាមេបកអ្វីទៅខ្ញុំមិនអាចសម្បីតែជឿថានៅក្នុងក្រោមដៃរបស់គេមានរបស់ទាំងនេះនោះទេបន្តមកហ្នឹងមេបករបស់យើងក៏បានងាកក្រៅបន្តិចហើយក៏បានស្រែកទៅកាន់អ្នកនាងស៊ូរបស់យើងថាបើសិនជានាងចង់រស់ឥឡូវនេះឆាប់តាមខ្ញុំភ្លាមមកបន្តមកហ្នឹងគេក៏ចាប់ផ្ដើមដើរតាមលោកមេបកយ៉ៅរបស់យើងហើយអ្នកនាងស៊ូរបស់យើងក៏បាននិយាយទៅអាសក់ក្រហមនោះថាហេតើគេគឺជាអ្នកដឹកនាំរបស់លោកបើសិនជាលោកមានរបួសបែបនេះហើយអ្វីបានជាគេមិនជួយលោកអញ្ចឹងបន្តមកហ្នឹងអាសក់ក្រហមរបស់យើងក៏បានឆ្លើយទៅអ្នកនាងស៊ូថាគេប្រហែលជាដឹងថានាងកំពុងតែខ្វាយខ្វល់អំពីខ្ញុំហើយនេះគឺជាមូលហេតុដែលគេប្រើប្រាស់នាងបែបនេះឯងបន្តមកអ្នកនាងស៊ូយើងក៏បានឆ្លើយតែម្ដងថាអ្នកណាខ្វល់អំពីលោកដោយសារលោកបានការពារខ្ញុំពីពស់នោះទេម្ល៉េះខ្ញុំទុកលោកចោលបាត់ទៅហើយបន្តមកហ្នឹងអាសក់ក្រហមយើងក៏បានឆ្លើយទៀតថា
ឥឡូវនេះមិនចាំបាច់ខ្វល់អ្វីពីខ្ញុំទាំងអស់ដរាបណាពេលមកដល់នាងគ្រាន់តែបញ្ញាប់រត់ចេញពីទីនេះហើយកុំងាកក្រោយតែប៉ុណ្្នឹងឯងទៅបានហើយអត់ទេបើសិនជាខ្ញុំរត់ទៅលោកគិតថាគេនឹងជួយលោកតែមែនទេហើយអាសក់ហោរបស់យើងក៏បានញញឹមបន្តិចហើយក៏បានឆ្លើយទៅកាន់អ្នកនាងសួរថាតើនាងបារម្ភពីខ្ញុំតែមែនអត់បន្តមកហ្នឹងអ្នកនាងសួររបស់យើងឆ្លើយទាំងពង្រើយកន្តើយតែម្ដងបើសិនជាខ្ញុំចាក់ចេញពីទីនេះតើខ្ញុំគឺជាអ្វីទៅខ្ញុំគឺជាមនុស្សម្នាក់ដែលមានមនសិការផងដែរបន្ទាប់ពីគេបាននិយាយចប់ទឹកមុខរបស់អាសក់ហោរបស់យើងក៏ចាប់ផ្ដើមភ័យខ្លាចតែម្ដងដោយសាររូងភ្នំនៃលាងលហិតនោះចាប់ផ្ដើមបែកសាយភាយធម្មពលចេញមកខាងក្រៅនេះហើយសូម្បីតែអ្នកនាងសួររបស់យើងក៏លាន់មកថាឈិនហោមិនតបានចេញក្រៅទេណាកុំបើកលែកទៅមើលលោកមេបាក់ចៅរបស់យើងវិញគេក៏បាននឹកគិតថានៅពេលដែលខ្ញុំចេញពីបន្ទប់ក្រោមដីគឺមានកម្លាំងទំនេញផែនដីនិងការរំជួយដីទៅខ្លាំងមួយដូច្នេះវាមានន័យថាជាដែលវាឃុំក្រុងនៅលាងលហិតនេះត្រូវបានបំផ្លាញហើយលោកគ្រូរបស់ខ្ញុំបានប្រាប់ខ្ញុំម្ដងថានៅពេលណាដែលសត្វនៅក្នុងលាងលហិតនោះត្រូវបានចេញមកខាងក្រៅនោះមានន័យថាចុងបញ្ចប់នៃបាក់ចៅក៏វាខិតចិត្តមកដល់ដែរហើយកំប្រាប់ខ្ញុំថាឥឡូវនេះបាក់របស់យើងនឹងដល់ទីបញ្ចប់ដែលឥឡូវនេះខ្ញុំស្ថិតនៅធ្វើមេបាក់នៅឡើយទេហើយយើងក៏បានដឹងហើយថាអ្នកនាងសួររបស់យើងក៏រត់ទៅមាត់លាងរួចមកក៏បានស្រែកពីលើលាងថាឈិនហួងបន្ទាប់ពីនាងស្រែកអស់ចិត្តអស់ចង់មកនាងក៏បន្តទៀតថាឈិនហួងបើចឹងតែឯងស្លាប់តើឲ្យខ្ញុំប្រាប់ចាងសិលីនដេមដីទៅបើកលែកទៅមើលព្រឹត្តិការណ៍យាយរបស់យើងវិញគេក៏បន្តគិតថាខ្ញុំបានគិតពីដំបូងថានឹងយកគិតកោពាក់មុខដើម្បីទប់ទល់ជាមួយនឹងចាងសិលីនប៉ុន្តែខ្ញុំខ្លាចថាចាងសិលីននឹងស្លាប់នៅក្នុងលាងនេះផងដែរបើសិនជាអាសត្វដែលនៅក្នុងលាងលហិតនោះត្រូវបានភ្ញាក់វាមានន័យថាគ្មាននរណាម្នាក់អាចបញ្ឈប់វាបាននោះទេខ្លងទ្វារនឹងត្រូវបានបំផ្លាញបន្តមកនឹងបច្ច័យរបស់យើងនឹងខ្លាចជាគោលដៅរបស់វាអត់ទេខ្ញុំខ្លាចថាមិនមែនបច្ច័យរបស់យើងនោះទេរួចមកបើកលែងទៅមើលអ្នកនាងសួររបស់យើងវិញនាងចាប់ផ្ដើមសប្រាយតែម្ដងព្រោះថាចំណងរបស់យើងបានបង្ហាញនៅចំពោះលោកនាងតែម្ដងធ្វើឲ្យអ្នកនាងសួររបស់យើងបាសជើងផ្ញើទៅខាងក្រោយហើយក៏បានស្រែកថាវ៉ាខ្មោចបើកលែងទៅមើលចំណងរបស់យើងវិញនេះគេបានឯកក្បាលមកតិចរួចមកទៅធ្វើការសំទោសទៅអ្នកនាងសួររបស់យើងដែលធ្វើការបំភ័យទៅលើនាងហើយអាស្ដេចសម័យខ្មែររបស់យើងវាពិតជាកំប្លែងមែនតើដែលចាប់ឈិនហងរបស់យើងពុះច្រាស់ឡើងលើតែម្ដងអ្នកនាងសួររបស់យើងមិនមកអង្គយូរក៏ចាប់ឈិនហងរបស់យើងខោកកញ្ញោតែម្ដងអាចង្រៃយកហើយដើម្បីបានជាឯងបំភ័យខ្ញុំបែបនេះហើយស្ថិតភាពរបស់យើងក៏បង្ហាញឲ្យឃើញថាឈិនហងជាមួយនឹងគ្នារបស់គេបានមកដល់ទីកន្លែងដែលសុវត្ថិភាពមួយរួចមកឈិនហងក៏បាននិយាយថាហាឥឡូវនេះពួកយើងត្រូវបានជួយសង្គ្រោះដល់ចាងស៊ីលីងហើយបន្តមកនោះអ្នកនាងសួរក៏បានសួរទៅឈិនហងថាចាងស៊ីលីងមកដល់ទីនេះហើយគេបានជួយអ្នកទាំងអស់គ្នាតែមែនទេកម្លាំងរបស់ស៊ីលីងគឺខ្លាំងជាងមនុស្សដែលនៅក្នុងបច្ច័យទៀតផងបើសិនជានាងមិនជឿទេនាងអាចសួរសម័យខ្មៅបានណាបន្តមកនោះប្លែកអានរបស់យើងក៏បានសារភាពតែម្ដងប៉ិតហើយចាងស៊ីលីងគឺជួយអ្នកទាំងអស់គ្នានេះឯងព្រោះតទៅពីគេបាននិយាយចប់គេក៏មានទឹកមុខភ័យតែម្ដងព្រោះដោយសារគេបានឃើញលោកមេបាក់យ៉ៅក៏នៅទីនេះឯងរួចមកលោកមេបាក់យ៉ៅរបស់យើងក៏បាននិយាយថាស្ដេចសម័យខ្មៅតែឯងកំពុងតែធ្វើអ្វីនៅកន្លែងនេះហើយយល់ល្អគួរតែប្រាប់ខ្ញុំភ្លាមមកបន្តមកនោះស្ដេចសម័យខ្មែររបស់យើងក៏បានលើកដៃនិយាយថាទេលោកម្ចាស់វាគឺពិតជាចាងស៊ីលីងមែនណាដែលបានជួយសង្គ្រោះពួកយើងខ្ញុំខ្លាចឯងម្ដងទៀតហើយបន្តមកនោះស្ដេចសម័យខ្មែររបស់យើងក៏បានបន្តទៀតថាអាសត្វល្អិតនោះវាបានចូលទៅគ្រប់គ្រងរាងកាយរបស់លោកម្ចាស់យ៉ៅឌីរបស់យើងហើយប្រែក្លាយលោកម្ចាស់យ៉ៅឌីរបស់យើងទៅជាក្មេងជំទង់ដែលគេនៅការពេញវ័យនេះឯងហើយវាមើលទៅវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់បន្តមកលោកម្ចាស់យ៉ៅឌីរបស់យើងក៏បានគិតថាតើអាសត្វល្អិតនេះវាបានស្រូបយកវិញ្ញាណរបស់យ៉ៅឌីថាមែនទេនោះមានន័យថាវាបានចូលទៅគ្រប់គ្រងរាងកាយរបស់គេហើយយ៉ាវជីដែលតាមយ៉ាវឌីនោះបានធ្លាក់ចូលទៅក្នុងលអានលហិតនោះតាមមែនអត់ប្រហែលជាពួកគេត្រូវបានស្រូបយកដល់អាសត្វលហិតនោះហើយអញ្ចឹងតើបានជាឈៀលដែលឃុំលអាងលហិតនោះត្រូវបានប្រេះបែកបែបនេះគ្រាន់តែគេគិតចាប់នោះលោកមេបាក់យ៉ាវយើងក៏បាននិយាយថាវាមិនអីទេទោះជាចាំងស៊ីលីងខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចទប់ទល់ជាមួយនឹងអាសត្វលហិតនោះដែលវាប្រែក្លាយទៅទម្រង់មនុស្សបានផងដែរបើសិនជាគេអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់វាបានរយៈពេលយូរប៉ុណ្ណាគេប្រកាសជាធ្លាក់ចូលនៅក្នុងលអាងលហិតនោះចាក់ជាមិនខានបន្ទាប់ពីគេបាននិយាយចប់សលេងបន្ទុះមួយដែលចេញពីលអាងលហិតនោះលឺសូរទៅទូងតែម្ដងហើយយើងក៏បានដឹងថាអាសត្វលហិតនោះក៏បានខ្ទាតមកខាងក្រៅដោយធម្មពលរបស់ចាងស៊ីលីងរបស់យើងនេះឯងធ្វើឲ្យលោកមេបាក់យ៉ារបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏ឡំមកថាអ្វីហ្នឹងមួយសន្ទុះក្រោយមកយើងក៏បានឃើញថាចាងស៊ីលីងរបស់យើងពិតជាកាចមែនតែនអមជាមួយនឹងការបីរកងសោសម្បិតផងដែរបន្ទាប់មកហ្នឹងគ្នារបស់ឈិនហួនជាមួយនឹងអ្នកនាងស៊ូរបស់យើងក៏ស្ដាយចេះលខហើយ
ឲ្យថាស៊ីលីងអូវរៈបរោះពិតជាអស្ចារ្យខ្លាំងណាស់តួពីចាងស៊ីលីងរបស់យើងបានធ្វើការវាយប្រហារទៅលើអាសត្វបិសាចដែលនោះមកហ្នឹងគេក៏បានដើរចេញមកក្រៅបន្តិចបន្តមកហ្នឹងក៏បានហុចសោសិនពីរបស់យើងទៅឲ្យស្ដេចសម័យខ្មៅនោះដើម្បីឲ្យស្ដេចសម័យខ្មៅរបស់យើងធ្វើការមើលថែទៅលើសោសម្បត្តិបន្តបើយើងក្រឡេកទៅមើលទឹកមុខរបស់លោកមេបកចៅរបស់យើងវិញមើលទៅពិតជាកាយសាហាវខ្លាំងណាស់ថែមទាំងសម្លឹងទៅសោសម្បត្តិរបស់យើងផងដែរតមកហ្នឹងចំណងរបស់យើងក៏បាននិយាយទៅចាំងស៊ីលីងថាស៊ីលីងតែឯងបានយកឈ្នះអបិសាចនោះហើយតើមែនអត់ក៏ចិនហងបាននិយាយចប់អ្នកនាងសួររបស់យើងក៏មិនមកអងយូរហក់ទៅពីខាងក្រៅអបស៊ីលីងរបស់យើងតែម្ដងធ្វើឲ្យចិនហងរបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងបើកន្លែងទៅមើលសក់ក្រហមវិញអាមួយនោះវាដូចជាឈឺបេះដូងខ្លាំងណាស់ព្រោះថាវាបានក្រាស់ទៅលើអ្នកនាងស៊ូហើយបើជាអ្នកនាងស៊ូទៅស្រឡាញ់ចាំងស៊ីលីងរបស់យើងនេះឯងបន្តមកនោះអ្នកនាងស៊ូរបស់យើងក៏បាននិយាយទាំងយំយាយតែម្ដងស៊ីលីងតើលោកបានជួយខ្ញុំហើយថាមែនអត់បន្ទាប់ពីគេបាននិយាយចប់តែភាពរបស់យើងក៏កាត់មកអាបេសាចលហាត់នោះរួចមកក៏វាបានស្ទុះចេញមកពីខាងដីហើយក៏បានស្រែកទៅកាន់ស៊ីលីងថាស៊ីលីងធ្វើឲ្យលោកមេបកចៅរបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏លន់មកថាគឺគេនឹងស្រូបយកភាវៈរស់នៅម្ដុំនេះតាមមែនអត់ទោះបីស៊ីលីងខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចយកឈ្នះអាបេសាចលហាត់នេះបានផងដែរប្រសិនជាអាបេសាចនេះបានស្រូបយកធម្មពលលហិតនៅក្នុងអាងលហិតនោះហើយខ្ញុំខ្លាចថាមិនមែនត្រឹមតែបញ្ញាទេសូម្បីតែទីក្រុងទាំងមូលប្រហែលជាខ្ទេចខ្ទីផងដែរតទៅពីលោកមេបញ្ញាបាននិយាយចប់ស៊ីលីងរបស់យើងក៏បានទះស្មារតីនាងស៊ូនឹងសូមតែផាកុំខ្លាចអីខ្ញុំនៅទីនេះហើយបន្តមកហ្នឹងស៊ីលីងរបស់យើងក៏បន្តទៀតថាអ្នកទាំងអស់គ្នាគួរតែរត់ទៅចេញឲ្យឆ្ងាយពីកន្លែងនេះទៅកាន់តែឆ្ងាយកាន់តែល្អបើមើលទៅទស្សនវិជ្ជារបស់អាបេសាចលហិតនោះមើលទៅវាពិតជាគួរឲ្យកាយសាហាវខ្លាំងណាស់បន្តមកហ្នឹងលោកមេបញ្ញារបស់យើងក៏បាននិយាយថាតើឯងនៅរងចាំអ្វីទៀតឆាប់យកពេលនេះដើម្បីសម្លាប់វាភ្លាមទៅបើសិនជាវាអាចស្រូបយកវិញ្ញាណទាំងអស់នៅក្នុងអាងលហិតនេះខ្ញុំខ្លាចថាឯងនិងខ្ញុំមិនមែនជាគូប្រជែងរបស់វាទេបន្ទាប់ពីគេបាននិយាយចប់ស៊ីលីងរបស់យើងក៏ងាកមកខាងក្រោយរួចក៏បាននិយាយឆ្លើយទៅមេបញ្ញារបស់យើងថាតាណាចង់ជួយលោកខ្ញុំមិនទាន់បំភ្លេចទេតាក់ទងជាមួយនឹងលោកបានចាប់មិត្តភក្តិរបស់ខ្ញុំមកដល់កន្លែងនេះហើយលោកបានថាងឈៀលវិញ្ញាណជាច្រើនដាក់ចូលនៅក្នុងអាងលហិតនេះផងដែរឥឡូវនេះលោកធ្វើជាភ័យហេឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវដោះស្រាយគំនុំចាស់នោះទេបន្ទាប់ពីលោកមេបញ្ញាបាននិយាយចប់គេក៏បានគិតថាចាងនេះវាពិតជាក្អើតក្តោមខ្លាំងណាស់ហើយវាក៏បានធ្វើឲ្យយើងខាតពេលឱកាសដ៏ល្អនេះផងដែរបន្ទាប់ពីគេបាននិយាយចប់លោកមេបញ្ញារបស់យើងក៏បើកការវាយប្រហាររបស់គេតែម្ដងដែលបញ្ចេញអាវុធវេទមន្តរបស់គេនោះរួចគេក៏បាននិយាយថា Sky Ceiling Mental ហើយយើងក៏បានដឹងថាអាវុធវេទមន្តរបស់លោកមេបញ្ញារបស់យើងក៏បង្កើតជាជួងជាអ្វីមួយយ៉ាងធ្វើការវាយប្រហារទៅលើអាបេសាចនោះបន្តមកហ្នឹងលោកមេបញ្ញារបស់យើងពិតជាខិតខំមែនទែនហើយក៏ស្រែកពីចម្ងាយមកថាចាប់វាព្រាមទៅបន្តមកហ្នឹងជួងយ៉ានោះក៏ស្ទុះធ្វើការវាយប្រហារគ្របទៅលើអាបេសាចនោះធ្វើឲ្យលោកមេបញ្ញារបស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់ជោគជ័យហើយតើនេះបន្ទាប់ពីគេបាននិយាយចប់ស៊ីលីងរបស់យើងក៏បានគិតទៀតហើយថារបស់ដែលគេបញ្ចេញមកខាងក្រៅអំបញ្ញមិញនេះវាមើលទៅលោកបញ្ញានេះពិតជាមានរបស់វត្ថុបុរាណដែលមានកម្លាំងខ្លាំងមែនទែនប៉ុន្តែវាមើលទៅដូចជាអកុសលខ្លាំងណាស់បន្ទាប់ពីស៊ីលីងបានគិតចប់បើយើងក៏លើទៅមើលជួងនោះដែលឃុំក្រុងអាបេសាចនោះចាប់ផ្ដើមមានការប្រេះបែកម្ដងបន្តិចហើយមួយសន្ទុះក្រោយមកអាបេសាចនោះក៏បានធ្វើការបំបែកជួងនោះតែម្ដងធ្វើឲ្យមេបញ្ញារបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាអាវុធដែលគេបញ្ចេញអំបញ្ញមិញនេះគឺជាអាវុធចុងក្រោយរបស់គេហើយក៏មានអានុភាពខ្លាំងផងដែរនៅក្នុងបញ្ញារបស់គេបន្ទាប់មកហ្នឹងអាបេសាចនោះក៏ស្ទុះធ្វើការវាយប្រហារទៅលោកម្ចាស់យើងតែម្ដងបន្ទាប់មកហ្នឹងស៊ីលីងរបស់យើងក៏មិនបង្អង់យូរដែរក៏បង្កើតជាច្រវាក់វិញ្ញាណរបស់គេធ្វើការទប់ទល់ជាមួយនឹងការវាយប្រហាររបស់អាបេសាចនោះធ្វើឲ្យធម្មពលទាំងពីរបុកគ្នាទៅសូតែប៉ាំងតែម្ដងបើកន្លែងទៅមើលអាបេសាចនោះធម្មពលលហិតជាច្រើនបានជាចូលទៅក្នុងរាងកាយរបស់គេរួចមកក៏បង្កើតជាជាខ្យល់ព្យុះដើម្បីការពាររូបរាងកាយរបស់គេបន្ទាប់ពីមួយសន្ទុះក្រោយមកហ្នឹងខ្យល់ព្យុះដែលគេបានរូបរាងកាយទៅបានរសាត់បាត់អស់ទៅក៏បង្ហាញនៅរូបរាងកាយរបស់គេដែលសង្ខារនោះចេញមកហើយគេក៏បាននិយាយទៅកាន់ស៊ីលីងថាមើលទៅខ្ញុំត្រូវតែសម្លាប់ឯងមុនហើយឯងនេះពិតជារញ៉េរញ៉ៃខ្លាំងណាស់បន្ទាប់ពីគេបាននិយាយចប់ស៊ីលីងរបស់យើងក៏បង្កើតធម្មពលរបស់គេមកយ៉ាងខ្លាំងតែម្ដងហើយគេក៏បានតបទៅអាបេសាចនោះថាបន្ទាប់ពីឯងបានប៉ះពាល់ជាមួយនឹងអណ្ដាតភ្លើងពណ៌ខ្មៅស៊ូសក្ការរបស់ខ្ញុំបានហើយមើលទៅឯងនៅតែអាចឈរបានទៀតហ៎ឯងមើលនឹងពិតជាមិនធម្មតាមែនបន្ទាប់មកស៊ីលីងរបស់យើងក៏ប្រើធម្មពលរបស់គេដាក់ទៅលើចុងម្រាមដៃរបស់គេហើយគេក៏បាននិយាយទៅអាបេសាចនោះថាពេលនេះគឺជាពេលវេលាល្អខ្លាំងណាស់ឥឡូវនេះខ្ញុំនឹងសាកល្បងធម្មពលរបស់ខ្ញុំតើវា recover បានប៉ុណ្ណាហើយបន្ទាប់ពីស៊ីលីងរបស់យើងបាននិយាយចប់គេក៏បង្កើតចលនានៃក្បួននៃសត្វទេវកថាទាំង4ចេញមកតែម្ដងដែលនៅក្នុងនោះគឺមានមយូរាសូគាអណ្ដើកមេឃាជាមួយនឹងខ្លាសនិងអ្នករាយពិសិដ្ឋផង
ផងដែរបន្ទាប់មកនឹងសាច់រឿងរបស់យើងក៏គេលេង flashback តិចតទៅជាមួយនឹងវិជាវេទមន្តរបស់ចៅស៊ីលីនរបស់យើងនេះឯងដែលក្នុងនោះគេបានបង្ហាញឲ្យឃើញថាតទៅជាមួយនឹងក្បួនដំរីរាត្រីនេះវាមិនមែនជាការចាប់កំណើតរបស់អណ្ដាតរឿងពណ៌ខ្មៅនោះទេវាគឺជាប្រភេទខុសគ្នានៃអន្តរាជអណ្ដាតរឿងពណ៌ខ្មៅហើយយើងក៏បានដឹងហើយថាវិជាទាំងនេះត្រូវបានស៊ីលីនរបស់យើងប្រើប្រាស់បាននៅពេលដែលគេធ្លាក់ចូលទៅក្នុងពិភពដទៃទៀតហើយគេបានសម្លាប់សត្វទេវកថាទាំង4នោះដើម្បីបង្កើតក្បួនដំរីរាត្រីនេះឯងហើយវិជានៃក្បួននេះស៊ីលីនរបស់យើងបានហាត់សម្រេចរយៈពេល 4000 ឆ្នាំមកហើយនេះហើយគឺជាមូលហេតុដែលស៊ីលីនរបស់យើងឲ្យប្រើប្រាស់វិជានេះនៅក្នុងពិភពលោកនេះបានពីព្រោះកម្លាំងនិងធម៌ពលរបស់គេ recover បាន 50% ឡើងមកវិញហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់ចូលមកដល់ពេលបច្ចុប្បន្ននេះដែលស៊ីលីនរបស់យើងកំពុងតែប្រើវិជានេះឯងបើមើលតាមទស្សនវិជ្ជាស្ដែងទៅក្បួននៃការបង្កើតនេះវាពិតជាសាហាវខ្លាំងណាស់ដោយលេចឡើងនៅសត្វទេវកថាទាំង4នោះដែលធ្វើការវាយប្រហារទៅលើអាបិសាចលហិតនេះឯងបើមើលតាមទស្សនវិជ្ជាស្ដែងទៅអាបិសាចលហិតនេះក៏វាមិនណយនោះដែរក៏បង្កើតនៅបិសាចលហិតជាច្រើនដើម្បីធ្វើការវាយប្រហារទៅលើស៊ីលីនរបស់យើងផងដែរប៉ុន្តែបើមើលតាមទស្សនវិជ្ជាស្ដែងទៅមិនអាចនឹងឈ្នះស៊ីលីនរបស់យើងនោះទេបើកន្លែងទៅមើលទឹកមុខរបស់អាបិសាចលហិតនោះវាមើលទៅដូចជាផិតភ័យអ្វីមួយយ៉ាងទស្សនិកជនដែលកំពុងតែទស្សនានោះវិញពួកគេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងព្រោះថាវិជានេះពួកគេមិនដែលឃើញពីមុនមកទេហើយបើលោកពេលបញ្ញារបស់យើងក៏លន់មកថាតើស៊ីលីននេះបានប្រើវិជាអ្វីទៅតើគេអាចកោះហៅសត្វទេវកថាទាំង4នោះបានណោះវាមើលទៅធម៌ពលរបស់គេនេះពិតជាអស្ចារ្យខ្លាំងណាស់តាមតែព្រឹត្តិការណ៍ចំណាស់នៃបាក់របស់ខ្ញុំគេបានណូតទុកតទៅជាមួយនឹងកត់ត្រាពីមុនមកថាវិជានេះគឺបានបាត់បង់អស់រយៈពេលការយូរមកហើយខ្ញុំក៏មិនដែលឃើញអ្នកណាប្រើប្រាស់ពីមុនមកដែរប៉ុន្តែធម៌ពលរបស់សត្វទេវកថានេះមើលទៅដូចជាសពិចសពិលមើលទៅដូចជាមិនពេញលេញនោះទេបើយើងក៏លេចទៅមើលអាបិសាចលហិតនោះដែលធ្វើការវាយប្រហារជាមួយនឹងសត្វទេវកថានោះព្រឹត្តិការណ៍យ៉ាងយើងក៏បានលើឡើងថាពួកអាបិសាចលហិតនេះគឺវាកើតឡើងពីធម៌ពលនិងវិញ្ញាណអាក្រក់ហើយវាបានស្រោតធម៌ពលនិងភាវៈរស់ជាច្រើននៅម្ដុំនេះវាមើលទៅដូចជាការចាប់កំណើតបន្ទាប់ពីការស្លាប់នេះឯងបន្ទាប់ពីគេបាននិយាយចប់ស៊ីលីនរបស់យើងក៏បាននិយាយទៀតហើយថាខ្ញុំមិនគិតទេថាពួកអាសត្វល្អទូចនៅបច្ច័យនេះពិតជាមានកម្លាំងល្អចាផងដែរបន្ទាប់មកនោះទស្សនវិជ្ជារបស់យើងក៏បង្ហាញឲ្យឃើញថាសត្វទេវកថារបស់ចៅស៊ីលីនរបស់យើងក៏ប្រើតាមរបបរបស់គេធ្វើការវាយប្រហារទៅលើអាបិសាចលហិតនោះឯងបើក៏លេចទៅមើលទស្សនវិជ្ជានឹងការប្រយុទ្ធជាក់ស្ដែងទៅយើងបានដឹងហើយថាចៅស៊ីលីនរបស់យើងគឺមានព្រៀបខ្លាំងណាស់បើក៏លេចទៅមើលស្ដេចបិសាចនោះវិញវាបានញញឹមតែម្ដងរួចមកក៏វាបានបង្កើតគ្នាវាបន្ថែមដើម្បីធ្វើការវាយប្រហារទៅលើចៅស៊ីលីនរបស់យើងបន្ថែមទៀតធ្វើឲ្យសត្វទេវកថារបស់ចៅស៊ីលីនរបស់យើងចាញ់ព្រៀបពួកវាហើយព្រោះថាចំនួនរបស់ពួកវាពិតជាច្រើនខ្លាំងណាស់មិនអាចទប់ទល់ជាមួយនឹងសត្វរបស់អាបិសាចនោះបានទៀតទេរួចមកអ្នកនាងសួររបស់យើងក៏បានបន្លឺឡើងថាអត់ទេស៊ីលីនក្បួនរបស់លោកដំរីរាត្រីនោះមើលទៅវាចាប់ផ្ដើមអន់ថយហើយបន្ទាប់មកនោះលោកមេបញ្ញារបស់យើងក៏បាននិយាយថាឥឡូវនេះដល់ពេលហើយនេះគឺជាឱកាសល្អបំផុតរួចមកស៊ីលីនរបស់យើងក៏បានស្ទុះទៅខាងលើជាដៃបំរុងធ្វើការវាយប្រហារទៅលើអាបិសាចនោះហើយព្រោះសន្ទុះក្រោយមកកំដាប់ដៃរបស់គេក៏បានដាល់ទៅចំកណ្ដាលមុខអាបិសាចនោះតែម្ដងធ្វើឲ្យប្រតិចារ្យរបស់យើងបានលាត់មកថាត្រូវហើយវាយវាភ្លាមទៅមួយសន្ទុះក្រោយមកបន្ទាប់ពីកាំងស៊ីលីនរបស់យើងធ្វើការវាយប្រហារទៅលើអាបិសាចនោះមកនោះបើមើលតាមទស្សនវិជ្ជានិងរូបភាពជាក់ស្ដែងទៅអាបិសាចនោះវាពិតជាមានរបួសខ្លាំងណាស់ដល់ថ្នាក់មុខរបស់វាត្រូវនឹងកណ្ដាប់ដៃរបស់ចៅស៊ីលីនរបស់យើងហើយមុខរបស់វាគឺផោងចូលគ្នាតែម្ដងមើលទៅវាពិតជាអាក្រក់ខ្លាំងណាស់មួយសន្ទុះក្រោយមករបបរបស់វាក៏បាន recover ឡើងវិញហើយវាក៏បានស្រែកទៅចៅស៊ីលីនថាគណៈពេលនេះដល់ពេលវេលាដែលឯងត្រូវស្លាប់ហើយហាបន្ទាប់ពីគេបាននិយាយចប់វាក៏បានស្ទុះធ្វើការវាយប្រហារទៅលើចៅស៊ីលីនរបស់យើងដែលចៅស៊ីលីនរបស់យើងមិនបង្អង់យូរក៏បើករណាំងការពារដើម្បីទប់ទល់នឹងការវាយប្រហាររបស់វាប៉ុន្តែអាបិសាចនេះមិនទុកបង្អង់យូរនោះទេវាក៏បើកអាល់ទីរបស់បាដាំងសាប់ទៅលើចៅស៊ីលីនរបស់យើងតែម្ដងបង្កើតជាដៃរាប់ពាន់ធ្វើការវាយប្រហារទៅលើចៅស៊ីលីនរបស់យើងនេះឯងបើកន្លែងទៅមើលសត្វទេវកថារបស់ចៅស៊ីលីនរបស់យើងវិញពួកវាមើលទៅដូចជាអន់ថយនឹងកម្លាំងធម៌ពលខ្លាំងណាស់ដោយសារអាសត្វលហិតនោះវាពិតជាច្រើនធ្វើការវាយប្រហារសង្គ្រប់ទៅលើសត្វលហិតរបស់ចៅស៊ីលីនតែម្ដងបើកន្លែងទៅមើលអ្នកនាងស៊ូដែលកំពុងមើលការវាយប្រហាររបស់ចៅស៊ីលីនវិញក៏បានស្រែកពីចម្ងាយមកថាអត់ទេចៅស៊ីលីនត្រូវតែត្រង់បានណាបើមើលទៅការវាយប្រហាររបស់អាបិសាចលហិតនោះគឺវាមិនដល់ដៃនោះទេធ្វើការវាយប្រហារទៅលើចៅស៊ីលីនរបស់យើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយវាក៏បានលន់មកថាឯងគិតថាតំណែងការពារដ៏ទូចល្អិតរបស់ឯងអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់ខ្ញុំបានណាបន្ទាប់ពីវាបាននិយាយចប់វាក៏បានស្រែកធ្វើការវាយប្រហារទៀតហើយមួយសន្ទុះក្រោយមកស៊ីលីនរបស់យើងក៏បាន activate ក្បួនរបស់គេតែម្ដងធ្វើឲ្យអាបិសាចនោះវាបាក់ចង្កេះខ្ទេចព្រោះថាការវាយប្រហារទៅលើចៅ
ស៊ីលីនរបស់យើងគ្រាន់តែចាំងស៊ីលីនរបស់យើងតែនឹងសមត្ថភាពរបស់វាតែប៉ុណ្ណោះរួចមកវាក៏បាននិយាយទៅចាំងស៊ីលីនរបស់យើងថាហ៎ឥឡូវក៏ប៉ិតទៅឯងដាក់តាក់ខ្ញុំទេហ៎បន្តមកហ្នឹងចាំងស៊ីលីនរបស់យើងក៏បាននិយាយប្រាប់វាតែម្ដងថាជាទូទៅហើយក្បួននេះគឺវាមិនដំណើរការទេប៉ុន្តែបន្ទាប់ពីឯងប្រើប្រាស់ធម៌ពលវិញ្ញាណអស់ជាច្រើនដើម្បីស្ដារនៅក្បួនដំរីរាត្រីនេះឥឡូវនេះវាអាចដំណើរការបានហើយបន្តមកហ្នឹងលោកមេបកយាយរៀងក៏បានគិតទៀតហើយថាតើអាលអត់ចាំងស៊ីលីននេះគឺជានរណាទៅហេតុអ្វីបានជាគេអាចចាប់អាសត្វលហិតនេះបាននឹងឆាប់រហ័សបែបនេះវាមើលទៅដូចជាស្រូបធម៌ពលរបស់វាអញ្ចឹងបន្ទាប់ពីលោកមេបកយាយរៀងបានគិតចប់មួយសន្ទុះក្រោយមកកូនចៅរបស់អាបិសាចលហិតនោះក៏គ្នារបស់វាក៏បានប្រមូលក្រុមគ្នាខ្លាយទៅជាបិសាចពុះលហិតអ្វីមួយយ៉ាងរួចមកក៏ចាប់ផ្ដើមធ្វើការបំភាន់ស៊ីលីនរបស់យើងតែម្ដងរួចមកអាបិសាចពុះនោះក៏ចាប់ផ្ដើមធ្វើការបំភាន់ស៊ីលីនរបស់យើងទាញយកស៊ីលីនរបស់យើងធ្លាក់ចូលពិភពរបស់វាតែម្ដងបន្តមកហ្នឹងក៏យើងបានឃើញថាស៊ីលីនរបស់យើងបានធ្លាក់ចូលទៅក្នុងការបំភាន់របស់វាបាត់ទៅហើយរួចមកជីយើងក៏បាននិយាយថាបងធំតើបងភ្ញាក់អ្វីហ្នឹងបងធំឥឡូវនេះយើងត្រូវដល់ពេលចាក់ចេញពីយន្តហោះហើយណាអ្នកទាំងអស់គ្នាដែលនៅក្នុងយន្តហោះនេះឥឡូវនេះគេបានចាក់ចេញអស់ហើយលឿនឡើងមកបងធំបន្ទាប់ពីគេបាននិយាយចប់ស៊ីលីនរបស់យើងពិតជាសប្បាយចិត្តមែនទែនព្រោះថាគេបានឃើញប្អូនស្អីរបស់គេនៅមានជីវិតនៅឡើយទេហើយគេក៏បាននិយាយថាជីយើងចាំបងសិនណារួចមកគេក៏បានស្ទូដៃរបស់គេចាប់ទៅលើដៃស៊ីយើងមួយសន្ទុះក្រោយមករូបរាងកាយរបស់ស៊ីយើងរបស់យើងក៏ចាប់ផ្ដើមលលាម្ដងបន្តិចម្ដងបន្តិចធ្វើឲ្យចាំងស៊ីលីនរបស់យើងមានការភ័យខ្លាចជាខ្លាំងហើយគេក៏បានស្រែកថាជីយើងមួយសន្ទុះក្រោយមកបន្ទាប់ពីគេបាននិយាយរួចក៏មានការប្រែបែកកញ្ចក់ហើយទម្លាក់ខ្លួនគេធ្លាក់ទៅចូលពិភពមួយទៀតដោយពិភពនោះគឺជាពិភពនរកនេះឯងបន្តមកហ្នឹងស៊ីលីនរបស់យើងក៏បាននិយាយថាហ៎តែកន្លែងនេះគឺជាកន្លែងអ្វីទៅរួចមកក៏មានសម្លេងស៊ីយើងរបស់យើងស្រែកមកពីលើភ្នំថាបងធំបងធំជួយខ្ញុំផងបន្តមកហ្នឹងធ្វើឲ្យចាំងស៊ីលីនរបស់យើងមានការភ័យខ្លាចជាខ្លាំងស៊ីយើងឯងកុំខ្លាចអីបងធំចិត្តទៅដល់ហើយណាបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅស៊ីលីនរបស់យើងពិតជារងទុក្ខវេទនាតែម្ដងដោយការឡើងភ្នំនោះគឺឡើងភ្នំដោយដៃទទេនេះឯងដោយមានធម៌ពលវិញ្ញាណតតែសោះរួចមកគេក៏បានឡើងដល់ចង្កេះភ្នំក៏បានជួបនឹងស៊ីយើងរបស់យើងប៉ុន្តែមុននឹងជួបនឹងស៊ីយើងរបស់យើងហ្នឹងគឺមានអាបិសាចគោពីរក្បាលនោះចាំស្ទាក់ស៊ីលីនរបស់យើងបាត់ទៅហើយរួចមកស៊ីយើងរបស់យើងក៏បានងាកមកខាងក្រោយដោយខ្លួនប្រាណរបស់គេត្រូវបានអាបិសាចគោនោះចាប់បាត់ទៅហើយបងធំជួយខ្ញុំផងបន្ទាប់មកហ្នឹងស៊ីលីនរបស់យើងក៏នៅឃើញបែបនោះស្ទុះវឹងតែម្ដងដើម្បីទៅជួយស៊ីយើងបងទៅដល់ហើយស៊ីយើងបន្ទាប់ពីស៊ីលីនរបស់យើងស្រែកចប់រួចមកអាបិសាចគោទាំងពីរក្បាលនោះក៏ចាប់ផ្ដើមសង្កាំងអ្នកនាងស៊ីយើងរបស់យើងរួចមកក៏បោះស៊ីយើងរបស់យើងចូលទៅក្នុងបាតបឹងលហិតតែម្ដងបន្ទាប់មកហ្នឹងធ្វើឲ្យស៊ីលីនរបស់យើងស្រែកថាទេមួយសន្ទុះក្រោយមកសាច់រឿងរបស់យើងក៏កាត់មកខាងក្រៅនៃពិភពបំភាន់របស់អាបិសាចនោះបើកន្លែងទៅមើលអ្នកនាងស៊ូរបស់យើងវិញពិតជាផិតភ័យមែនទែនព្រោះថាស៊ីលីនរបស់យើងមិនទាន់ភ្ញាក់ទេហើយសូម្បីតែអ្នកទាំងអស់គ្នានោះក៏បានស្រែកពីចម្ងាយមកផងដែរស៊ីលីនក្រោបឡើងនេះជាការបំភាន់ទេបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅស៊ីលីនរបស់យើងគឺបានដេកលង់លក់បាត់ទៅហើយមួយសន្ទុះក្រោយមកនោះលោកប្រជាចារយ៉ៅក៏បន្តទៀតថាចាំងស៊ីលីនមិនមែនជាគូប្រជែងជាមួយនឹងអាសត្វលហិតនេះទេវិញ្ញាណរបស់គេប្រហែលជាធ្លាក់ចូលនៅក្នុងពិភពខាងក្រោមបាត់ទៅហើយអ្នកនាងស៊ូក៏បានស្រែកថាឆាប់ឡើងទៅឆាប់ជួយគាត់ផងសូម្បីតែចិនហងក៏បានស្រែកដែរបើសិនជាលោកមិនជួយចាំងស៊ីលីនទេនៅពេលដែលអាបិសាចនោះមកដល់ពួកយើងប្រកាសជាស្លាប់ចាក់ជាមិនខានទេគ្រាន់តែចិនហងបាននិយាយចប់អាបិសាចលហិតនោះក៏បានដើរមកដល់របាំងដែលស៊ីលីនរបស់យើងបានដាក់ការពាររបស់ពួកគេបាត់ទៅហើយរួចមកវាក៏បានយកដៃទាំងពីររបស់វាហើយរបាំងនោះម្ដងបន្តិចម្ដងតែម្ដងទៅឲ្យប្រជាចារយ៉ៅរបស់យើងចាប់ផ្ដើមភ័យហើយគិតទៀតហើយថារបាំងការពាររបស់ស៊ីលីនចាប់ផ្ដើមខ្សោយម្ដងបន្តិចហើយមើលទៅថាមពលនេះមិនអាចទប់ទល់ជាមួយនឹងអាបិសាចនេះបានទៀតទេអ្នកនាងស៊ូរបស់យើងក៏បាននិយាយថាឃើញលោកជាមេបកនៃបកនេះហេតុអ្វីក៏លោកមិនរកផ្លូវដើម្បីជួយយ៉ាងស៊ីលីនផងទៅលោកមេបកយ៉ៅរបស់យើងក៏បន្តទៀតថាតែនាងកំពុងតែគិតអ្វីនោះគឺជាស្ដេចនៅពិភពខាងក្រោមគ្រាន់តែគេនិយាយចប់ធ្វើឲ្យអ្នកនាងស៊ូរបស់យើងភ្ញាក់ផ្អើលតែម្ដងស្ដេចនៅពិភពខាងក្រោមត្រូវហើយមនុស្សធម្មតាដូចជាពួកយើងតែងតែហៅគេថាស្ដេចយ៉ាម៉ាឬជាអ្នកកាន់ច្បាប់នៅពិភពខាងក្រោមបន្តមកនោះអ្នកនាងស៊ូក៏បន្តទៀតថាអញ្ចឹងមានន័យថាគេជាព្រះតែមែនអត់ត្រូវហើយចាប់តាំងពីគេបានស្រូបវិញ្ញាណទាំងអស់ចេញពីលាងលហិតនេះមកមានន័យថាឥឡូវនេះគេបានខ្លាចទៅជាព្រះម្នាក់បាត់ទៅហើយបន្ទាប់មកនោះសាច់រឿងរបស់យើងក៏បានដឹងថាអាបិសាចលហិតនោះក៏ចាប់ផ្ដើមឲ្យរនាំងការពាររបស់ចាងស៊ីលីនខ្ទេចតែម្ដងស្ទុះចូលមកធ្វើការវិប្រហាររបស់ក្រុមឈិនហងនេះឯងធ្វើឲ្យលោកប្រជាចារយ៉ៅរបស់យើងលាន់មកទៀតហើយថាបុព្វបុរសរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំហើយថាមិនឲ្យរញ៉េរញ៉ៃជាមួយនឹងធម្មពលរបស់ស្ដេចយ៉ាម៉ានេះទេប៉ុន្តែមនុស្សដែលនៅទីនេះនឹងធ្លាក់ចូលនៃគុកនៃពិភពខាងក្រោមជាក់ជាមិនខានបន្ទាប់ពីព្រឹត្តិការណ៍យ៉ៅបាននិយាយចប់បន្ទាប់មកនោះអាបិសាចនោះក៏បានធ្វើការវាយប្រហារទៅកាន់ធីមរបស់ចិនហងតែម្ដងហើយវាក៏បានលឺមកថាអ្នកទាំងអស់គ្នានេះត្រូវតែស្លាប់
បន្ទាប់មកនោះក៏បើការវាយប្រហារទៅកាន់ទីគ្នារបស់ឈិនហងរបស់យើងតែម្ដងដោយការវាយប្រហាររបស់វានោះដូចជាឡាស៊ែអញ្ចឹងរួចមកក៏បានឆាប់ក្បាលអ្នកទាំងអស់គ្នាទៅហើយបើកន្លែងទៅមើលឈិនហងរបស់យើងវិញប៊ីសនឹងត្រូវការវាយប្រហាររបស់អាបិសាយនោះទៅបាត់ទៅហើយដោយការវាយប្រហាររបស់វានោះបានឆាប់ក្បាលរបស់ឈិនហងរបស់យើងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅនោះក្បាលរបស់ឈិនហងរបស់យើងនោះដូចជាគេយកត្រង់ដើរកាត់សក់ឆាប់កាន់ពាក់កណ្ដាលក្បាលរបស់វាតែម្ដងមួយសន្ទុះក្រោយមកបើកន្លែងទៅមើលស្ដេចស្មោចខ្មៅនោះវិញបានត្រូវការវាយប្រហាររបស់អាបិសាយនោះធ្វើឲ្យខ្លួនប្រាណរបស់គេនោះខ្ទេចខ្ទីឃ្លាមមួយរំពេចតែម្ដងសំបីតាឈិនហងរបស់យើងក៏បានស្រែកថាយ៉ាវទីងគ្រោះថ្នាក់ខ្លាំងណាស់រួចមកការវាយប្រហារវាក៏បានស្ទុះទៅខាងមុខទៀតហើយគឺត្រូវនឹងឈើរបស់យើងបើមើលទៅកន្លែងទៅមើលឈើនៅម្ដុំនោះវិញគឺខ្ទេចខ្ទីតែម្ដងសំបីអាសក់ក្រហមក៏វាត្រូវក្បាលបែប៉ុន្តែមិនមែនត្រូវក្បាលទេគឺឆែបក្បាលតែម្ដងហើយវាក៏បាននិយាយថាអូយយប៊ីហើយប៊ីមែនតែនតែម្ដងរួចមកឈិនហងរបស់យើងក៏បានស្រែកពីខាងមុខរបស់អាសក់ក្រហមថាឥឡូវនេះអ្នកទាំងអស់គ្នាឆាប់ដេកទៅខាងក្រោមទៅបើមិនអញ្ចឹងទេពួកយើងប្រកាសជាត្រូវការវាយប្រហាររបស់អាបិសាយនេះតែម្ដងហើយសូមអ្នកទាំងអស់គ្នាកុំប្រោកឡើងឲ្យសោះនេះគឺជាកំណត់ស្រាយសម្រាប់ពួកយើងហើយមួយសន្ទុះក្រោយមកលោកមេបកចៅរបស់យើងទ្រាំនឹងការវាយប្រហាររបស់វាលែងបានហើយក៏ចាប់ផ្ដើមបាក់ការវាយប្រហារទៅលើអាបិសាយនោះតែម្ដង White Snake King ចេញមកមួយសន្ទុះក្រោយមកនោះការវាយប្រហាររបស់លោកមេបកយើងក៏បង្កើតជាស្ដេចពស់សមួយស្ទុះទៅធ្វើការវាយប្រហារទៅលើអាបិសាយនោះបូករួមទាំងស្ដេចសម័យខ្មែររបស់យើងក៏បានធ្វើជាធម្មពលដើម្បីជំនួយទៅលោកមេបករបស់យើងបានផងដែរបន្ទាប់មកស្ដេចពស់សនោះក៏ស្ទុះធ្វើការវាយប្រហារទៅលើអាបិសាយនោះភ្លាមតែម្ដងធ្វើឲ្យអាបិសាយនោះចាប់ផ្ដើមយកដៃទាំងពីររបស់គេទប់នឹងមាន់របស់ស្ដេចពស់របស់យើងមួយសន្ទុះក្រោយមកអាបិសាយនេះវាពិតជាកាយសាហាវខ្លាំងមែនតែម្ដងរួចមកក៏វាយកដៃទាំងពីររបស់វានោះចាប់ហែកមាត់បិសាចពស់របស់យើងខ្ទេចខ្ទីតែម្ដងបន្ទាប់មកនោះការវាយប្រហាររបស់ស្ដេចសម័យខ្មៅក៏បានស្ទុះមកខាងក្រោយវាក៏បានដឹងពីការវាយប្រហារនេះដែររួចមកក៏បញ្ចេញធម្មពលនៅក្នុងមាត់រួចបាញ់សម្ដៅទៅលើការវាយប្រហារស្ដេចសម័យខ្មៅរបស់យើងធ្វើឲ្យការវាយប្រហារស្ដេចសម័យខ្មៅរបស់យើងខ្ទេចខ្ទីមួយរំពេចមេបកចៅរបស់យើងគ្រាន់តែឃើញដូចនេះគេក៏បានលន់មាត់ហើយថាចង្រៃយោវិជាសម្ងាត់នេះគឺជាវិជាសាហាវបំផុតនៅក្នុងបករបស់យើងហេតុអ្វីបានជាវាអាចស្រូបវិជានេះបានងាយស្រួលបែបនេះបើយើងក្រឡេកទៅមើលអាបិសាចនោះវាពិតជាឈរមើលទៅសង្ហាចេះរៀងតែម្ដងរួចមកក៏បានស្ទុះធ្វើការវាយប្រហារលោកមេបកចៅរបស់យើងវិញហើយរូបរាងកាយរបស់វាក៏ប្រែក្លាយទៅជាប៉ារ៉ាស៊ីតអ្វីមួយយ៉ាងរួចមកក៏ចាប់កលោកមេបករបស់យើងខ្វាយមួយរំពេចតែម្ដងអ្នកនាងស៊ូជាមួយនឹងឈិនហងរបស់យើងគ្រាន់តែឃើញបែបនេះគឺដាក់មេប្រូចហើយប៉ុន្តែបើក្រឡេកទៅមើលស្ដេចសម័យខ្មៅរបស់យើងវិញនៅសល់តែវិញ្ញាណរបស់គេតែប៉ុណ្ណោះរួចមកឈិនហងរបស់យើងក៏បានគិតថាចុំស្ដេចសម័យខ្មៅនៅមានល្បិចនេះទៀតហ៎ប៉ុន្តែល្បិចនេះត្រូវបានប្រើប្រាស់ពីមុនមកហើយរួចមកវិញ្ញាណស្ដេចសម័យខ្មៅនោះក៏បាននិយាយទៅកាន់ឈិនហងថាឯងជាមួយនឹងអ្នកទាំងអស់គ្នាឆាប់រត់ប្រញាប់ចេញពីទីនេះទៅខ្ញុំនឹងពន្យាពេលគេម្ដងទៀតដោយការវាយប្រហារម្ដងរួចមកឈិនហងក៏បាននិយាយថាខ្ញុំគិតថាបើសិនជាឯងជាមួយនឹងបុព្វបុរសឯងត្រូវបានស៊ីដោយវាម្ដងទៀតមើលទៅអ្នកទាំងអស់គ្នានៅកន្លែងនេះប្រកាសជាមិនអាចរត់គេចពីពួកគេបានទេមួយសន្ទុះក្រោយមកអាបេសាយនោះក៏បានស្រែកថាវាមិនទាន់គ្រប់គ្រាន់ទេវាគឺនៅឆ្ងាយខ្លាំងណាស់ដើម្បីបំពេញវាបន្ទាប់ពីវាបាននិយាយចប់វាក៏បានក្រឡេកទៅមើលក្រុមរបស់ឈិនហងរបស់យើងរួចមកឈិនហងរបស់យើងក៏បានស្រែកថាលបងគួរទៅរត់ទៅលបងអាចហោះបាននេះគឺជាឱកាសសម្រាប់លេចខ្លួនដែលវាស្គាល់កាត់មកដើម្បីបងនេះឯងបន្ទាប់ពីគេបាននិយាយចប់អ្នកនាងស៊ូយើងក៏បន្តទៀតថាតើស៊ីលីងនឹងស្លាប់ហើយតាមមែនទេមើលទៅគេមិនទាន់ភ្ញាក់ទៀតហ៎ឈិនហងរបស់យើងក៏បន្តថាស៊ីលីងមិនស្លាប់ទេគ្រាន់តែពេលនេះគេមិនទាន់ចង់ភ្ញាក់តែប៉ុណ្ណោះបើកន្លែងទៅមើលចាំងស៊ីលីងរបស់យើងវិញកំពុងតែស្ថិតនៅក្នុងការបំភាន់របស់អាបេសាយលហិតនោះរួចមកខ្សែរឿងរបស់យើងក៏កាត់មកស៊ីលីងរបស់យើងដែលស្ថិតនៅក្នុងការបំភាន់នេះឯងស៊ីលីងរបស់យើងបានក្តាប់ដៃបន្តិចធ្វើឲ្យមានការចំហាយវិញ្ញាណជាច្រើនចេញពីរូបរាងកាយរបស់គេសំបីអាបេសាយកូនោះក៏បានដាក់មេប្រូចបងដែរព្រោះតែឃើញចំហាយការវាយប្រហារនិងសម្លាប់របស់ស៊ីលីងសាហាវពេករួចមកស៊ីលីងរបស់យើងក៏បង្កើតធម្មពលរបស់គេចេញជាពថៅយៈមួយស្ទុះធ្វើការវាយប្រហារទៅលើអាបេសាយនោះតែម្ដងត្រឹមមួយការវាយប្រហារតែប៉ុណ្ណោះអាបេសាយកូនោះត្រូវបានដាច់ខ្លួនជាពីរបាត់ទៅហើយបើកន្លែងទៅអាបេសាយនោះមួយទៀតស្ទុះនឹងធ្វើការវាយប្រហារស៊ីលីងរបស់យើងនឹងស្រាប់តែយកដៃមកនឹងស៊ីលីងរបស់យើងក៏វាតាមមកឆាច់តែប៉ុណ្ណោះដៃរបស់វានោះត្រូវបានជាបំណែកធូលីបាត់ទៅហើយបើកន្លែងទៅមើលចាំងស៊ីលីងរបស់យើងវិញម្ដងនេះពិតជាកាយសាហាវតែម្ដងគឺមកមួយកាប់មួយមកពីរកាប់ពីរតែម្ដងរួចមកក៏បានយកពថៅវិញ្ញាណរបស់គេដាក់ចូលទៅក្នុងខ្លួនគ្រាន់តែគេដាក់ចូលទៅក្នុងខ្លួនចប់នោះគឺក៏បានទុនជង្គង់ស្រឹបតែម្ដងអូនស្រីស៊ីយើបងសុំទោសគ្រាន់តែគេនិយាយចប់នោះមានដៃជាច្រើនបានដោះចេញពីក្នុងដីរួចមកក៏ចាប់ស៊ីលីងរបស់យើងចូលទៅក្នុងធម្មពលរបស់បេសាចនោះតែម្ដងរួចមកសាច់រឿងរបស់យើងក៏កាត់មកទស្សនវិជ្ជានៅខាងក្រៅរវាងធីមចិនហោជាមួយនឹងអាបេសាចលហិតនេះឯងធ្វើឲ្យចិនហោរបស់យើងមានការតក់ស្លុតជាខ្លាំងតែម្ដ
ដងព្រោះថាឥឡូវនេះអាបេសាយនោះកំពុងព្យាយាមស្រូបស្លេចសម័យខ្មៅចូលក្នុងខ្លួនរបស់វាបាត់ទៅហើយឈិនហងក៏បានស្រែកថាអត់ទេអាល្ងងកុំធ្វើបែបនេះអីសូម្បីតែអ្នកនាងស៊ូរបស់យើងនោះក៏សម្រក់ទឹកភ្នែកស្រែកយំអាណិតតាក់ទងជាមួយនឹងស្លេចសម័យខ្មៅនោះផងដែរមួយសន្ទុះក្រោយមកក៏មានអភូតហេតុអ្វីម្យ៉ាងបានកើតឡើងចំពោះឈិនហងជាមួយនឹងអ្នកនាងស៊ូរបស់យើងដោយការវាប្រហារពួញមាសមួយក៏បានស្ទុះសម្ដៅទៅលើអាបេសាយនោះលឺសូរតែជ្រិចតែម្ដងធ្វើឲ្យវាមានការឈឺចាប់ជាខ្លាំងព្រោះថាព្រួយនោះវាបានទម្លុះខ្លួនប្រាណរបស់វាបាត់ទៅហើយរួចមកអាបេសាយនោះក៏បានកន្លែងទៅខាងលើក៏បានឃើញអធម្មភិកចៈមួយសំកាំងខ្លួននៅខាងលើក្បាលរបស់វាតែម្ដងហើយយើងក៏បានដឹងថាអ្នកដែលបាញ់ព្រួយនោះចេញមកនឹងគឺព្រឹទ្ធាចារ្យរបស់យើងនេះឯងធ្វើឲ្យឈិនហងរបស់យើងស្រែកពីចង្ងាយមកថាអីយ៉ាកាប់ប៉ាទៅគឺលោកព្រឹទ្ធាចារ្យតានេះអូពួកយើងពិតជាសំណាងខ្លាំងណាស់គ្រាន់តែគេនិយាយចប់ព្រឹទ្ធាចារ្យរបស់យើងចាប់ផ្ដើមសម្ដែងរត់ទៀតហើយគឺបានបាញ់ព្រួយធ្វើការវាប្រហារទៅលើអាបេសាយនោះភ្លាមតែម្ដងបើកលេចទៅមើលកាមេរ៉ាមែនរបស់យើងវិញក៏បានចាប់បញ្ចាំងនឹងសកម្មភាពធ្វើការវាប្រហារព្រឹទ្ធាចារ្យជាមួយនឹងអាបេសាយនោះនៅលើ LED skin របស់ព្រឹទ្ធាចារ្យបានផងដែរព្រឹទ្ធាចារ្យរបស់យើងក៏បាននិយាយថាឲ្យខ្ញុំសាកឯងមកព្រួយទៀតមើលខ្ញុំជឿជាក់ច្បាស់ណាស់មួយព្រួយនេះចុងក្រោយប្រកាសជាសម្លាប់ឯងបានសូម្បីតែព្រឹទ្ធាចារ្យរបស់យើងដែលកំពុងមើលតាមកញ្ចក់ទូរទស្សន៍ LED នោះក៏បានស្រែកចេះលកោដើម្បីអបអរសាទរព្រឹទ្ធាចារ្យយើងផងដែរត្រូវហើយព្រោះសន្ទុះក្រោយមកការវាប្រហាររបស់ព្រឹទ្ធាចារ្យរបស់យើងបានធ្វើឲ្យអាបេសាយនោះចាប់ព្រួយរបស់ព្រឹទ្ធាចារ្យរបស់យើងងាយស្រួលតែម្ដងប៉ុន្តែព្រឹទ្ធាចារ្យយើងមិនបង្អង់យូរទេក៏ឲ្យព្រួយនោះបែកទៅជាកំតិចផ្ទុះលឺសូរទៅទាំងតែម្ដងរួចមកព្រឹទ្ធាចារ្យរបស់យើងក៏បាននិយាយថានេះគឺជាឱកាសល្អហើយតើនេះសូម្បីតែព្រឹទ្ធាចារ្យយើងដែលកំពុងមើលការទស្សនា live តនោះក៏បានស្រែកចូលលេខមកពីខាងក្រោយមកថាត្រូវហើយឲ្យវាស្គាល់ពីធម្មពលព្រួយ 1000 ដើមរបស់សម្ព័ន្ធនីក្រីរបស់យើងតែម្ដងមើលរួចមកការវាប្រហាររបស់ព្រឹទ្ធាចារ្យរបស់យើងក៏បន្ថែមទៅទៀតហើយស្ទុះធ្វើការវាប្រហារទៅលើអាបេសាយនោះតែម្ដងសូម្បីអាបេសាយនោះក៏វាមើលទៅវាគួរឲ្យភ្ញាក់ផ្អើលបានផងដែររួចមកអាបេសាយនោះក៏បានយកដៃរបស់វាខ្ទប់នឹងភ្នែកហើយក៏បានចាប់ការវាប្រហាររបស់ព្រឹទ្ធាចារ្យយើងនឹងដៃទទេតែម្ដងធ្វើឲ្យព្រឹទ្ធាចារ្យរបស់យើងភ្ញាក់ផ្អើលជាខ្លាំងព្រោះថាការវាប្រហារនោះគឺប្រើកម្លាំងអស់ពីខ្លួនហើយអ្វីហ្នឹងហើយអ្វីបានជាគេអាចចាប់ការវាប្រហាររបស់ខ្ញុំដោយដៃទទេបែបនេះមួយសន្ទុះក្រោយមករបួសដែលនៅលើមុខរបស់អាបេសាយនោះចាប់ផ្ដើមជាសះស្បើយម្ដងបន្តិចហើយបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅទឹកមុខរបស់វានោះវាពិតជាសប្បាយចិត្តខ្លាំងណាស់ហើយក៏កាយសាហាវផងដែរបន្ទាប់មកហ្នឹងវាក៏បានចាប់ការវាប្រហារព្រឹទ្ធាចារ្យរបស់យើងវាយបកភ្លាមតែម្ដងគឺការគប់ព្រួយនោះសំដៅទៅអធម្មភិកចៈដែលព្រឹទ្ធាចារ្យរបស់យើងកំពុងតែនៅនោះឯងធ្វើឲ្យអធម្មភិកចៈនោះទុះលឺសូរទៅទាំងតែម្ដងសំបីតែព្រឹទ្ធាចារ្យរបស់យើងក៏ទៅឥណ្ឌាបនផងដែរធ្វើឲ្យព្រឹទ្ធាចារ្យរបស់យើងនោះមានការចិត្តខឹងតែម្ដងជីអានសំបីតែឈិនហងរបស់យើងនោះក៏បានបន្លឺថាព្រឹទ្ធាចារ្យបើយើងក្រឡេកទៅមើលស្ដេចសម័យខ្មៅនោះវិញរលឹងរបស់វានោះគឺនៅសល់ត្រឹមបន្តិចបន្តួចតែប៉ុណ្ណោះរួចមកក៏វាបាននិយាយទៅកាន់សោសិនបេថាអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើដើម្បីឯងវាមើលទៅវាមិនជាមូលហេតុដែលសមរម្យមែនប៉ុន្តែឥឡូវនេះខ្ញុំទៅសងឯងដោយជីវិតរបស់ខ្ញុំហើយរួចមកហ្នឹងអាស័យសម័យខ្មៅនោះក៏បានឃើញសមោរបស់អាបេសាយនោះនៅឈរពីមុខវាតែម្ដងរួចមកអាបេសាយនោះក៏ចាប់ផ្ដើមស្រូបអាស័យសម័យខ្មៅរបស់យើងចូលទៅក្នុងខ្លួនប្រាណរបស់វាដើម្បីបំពេញធម៌ពលរបស់វាហើយធ្វើឲ្យឈិនហងរបស់យើងនោះមានទឹកភ្នែកអលីងអឡងតែម្ដងបន្ទាប់មកហ្នឹងសាច់រឿងរបស់យើងក៏កាន់មកចាងស៊ីលីងដែលស្ថិតនៅក្នុងការបំភាន់របស់អាបេសាយលហាត់នោះរួចមកក៏មានសម្លេងមួយនិយាយថាចាងស៊ីលីងមួយសន្ទុះក្រោយមកចាងស៊ីលីងរបស់យើងក៏បានឆ្លើយថាណាហៅឈ្មោះខ្ញុំការពិតទៅគឺលោកព្រឹទ្ធាចារ្យនេះឯងដែលបានហៅឈ្មោះចាងស៊ីលីងរបស់យើងស៊ីលីងក៏បន្តថាជីអានហេតុអ្វីបានជាលោកនៅទីនេះបន្ទាប់មកហ្នឹងព្រឹទ្ធាចារ្យរបស់យើងក៏បានបញ្យល់សពគ្រប់ទៅកាន់ចាងស៊ីលីងតែម្ដងស៊ីលីងខ្ញុំមកទីនេះដើម្បីប្រាប់ឯងតាក់ទងជាមួយនឹងប្អូនស្រីរបស់ឯងឥឡូវនេះព្រឹទ្ធាចារ្យធំរបស់យើងនៃបកនិករាជបានរកឃើញពីកន្លែងទិសដៅរបស់ប្អូនស្រីរបស់ឯងជាប់គាំងនោះហើយរួចមកស៊ីលីងក៏បន្តទៀតថា Space God ត្រូវហើយ Space God ប្អូនស្រីដែលឯងបានជាប់គាំងនៅកន្លែងនោះឥឡូវនេះព្រឹទ្ធាចារ្យយើងបានរកឃើញហើយប្អូនស្រីរបស់ឯងឥឡូវនេះគឺមិនទាន់ស្លាប់ទេឯងទៅតែភ្ញាក់ឡើងធ្វើឲ្យស៊ីលីងរបស់យើងនោះមានការឈឺក្បាលតែម្ដងព្រោះថាឥឡូវនេះគេមិនដឹងថាគេកំពុងតែនៅទីណានោះទេប៉ុន្តែគេនៅតែគិតថាប្អូនស្រីរបស់ខ្ញុំជីយើប៉ុន្តែជីយើនាងបានស្លាប់ហើយតាខ្ញុំបានឃើញនាងធ្លាក់ចូលនៅក្នុងអាងនរកព្រឹទ្ធាចារ្យរបស់យើងក៏បន្តទៀតថាឥឡូវនេះឯងកំពុងស្ថិតនៅក្នុងការបំភាន់របស់អាបេសាចនោះទេហើយនេះគឺជាអន្ទាក់វឹកវរតែប៉ុណ្ណោះឯងឆាប់ភ្ញាក់ឡើងភ្លាមទៅប្អូនស្រីរបស់ឯងមិនទាន់ស្លាប់ទេឆាប់ឡើងឯងនៅតែមានឱកាសជួយប្អូនស្រីរបស់ឯងព្រឹទ្ធាចារ្យយើងក៏បានទះស្មារបស់ស៊ីលីងបន្តិចរួចមករូបរាងកាយរបស់គេក៏ចាប់ដើមរលាម្ដងបន្តិចនៅចំពោះមុខរបស់ស៊ីលីងរបស់យើងតែម្ដងស៊ីលីងក៏លឺថាជីអានមួយសន្ទុះក្រោយមកស៊ីលីងរបស់យើងក៏បានដឹងសាច់រឿងសពគ្រប់អស់ហើយគេក៏បានដឹងហើយថាគ្រាន់តែក្តាប់ដៃបន្តិច
តិចនឹងធ្វើឲ្យធម្មពលអណ្ដាតភ្លើងពណ៌ខ្មៅសាយភាយជុំវិញខ្លួនរបស់គេតែម្ដងរួចមកក៏បានស្ទុះចេញពីគំនរសាកសពជាច្រើននៃដៃរហ័តនោះបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅធម្មពលស៊ីលីងប្រកបណាស់ប្រកបជាសះស្បើយ 100% តែម្ដងមើលទៅអាបេសាចរហ័តនោះប្រកបជាខ្វាយជាមិនខានទេបើយើងក្រឡេកទៅមើលភពរបស់យើងវិញអាបេសាចរហ័តនោះក៏បានក្រឡេកទៅមើលចាំងស៊ីលីងរបស់យើងព្រោះថាឥឡូវនេះមានស៊ីលីងរបស់យើងមានការកម្រើកបន្តិចបន្តួចហើយមួយសន្ទុះក្រោយមកធម្មពលវិញ្ញាណរបស់ស៊ីលីងក៏ចាប់ផ្ដើមមកវិញហើយបង្កើតទៅជាអណ្ដាតភ្លើងពណ៌ខ្មៅសាយភាយជុំវិញការបំភាន់របស់អាបេសាចរហ័តនោះធ្វើឲ្យអាបេសាចរហ័តនោះមានការភ្ញាក់ផ្អើលតែម្ដងបន្តមកនោះក៏មានការផ្ទុះបែកឬសូត្រទាំងតែម្ដងសូម្បីតែព្រៃព្រឹក្សានៅម្ដុំនេះគឺបានឆេះខ្ទេចខ្ទីអស់ហើយបន្តមកនោះធម្មពលរបស់ចាំងស៊ីលីងរបស់យើងក៏បានចូលទៅត្បីត្រកងអ្នកទាំងអស់គ្នាដែលរងការវាយប្រហារពីអាបេសាចរហ័តនោះបើកន្លែងទៅមើលចាំងស៊ីលីងរបស់យើងពេលនេះវិញពិតជាស្ទីលមែនតែម្ដងធ្វើអាបេសាចនោះនិយាយថាអាចង្រៃយកឥឡូវនេះឯងនៅតែរស់ទៀតហ៎ឯងមិនទាន់ស្លាប់ទេមួយសន្ទុះក្រោយមកក៏យើងបានឃើញថារូបរាងចាំងស៊ីលីងរបស់យើងមើលទៅពិតជាមហិមាខ្លាំងណាស់ដែលគេហៅថាអត្តរាជខ្មៅ Blessing Flame ហើយ admin ក៏មិនដឹងថាបកប្រែឈ្មោះនេះគឺដូចម្ដេចដែរឥឡូវនេះសូមហៅតាមខុំមិននឹងហើយអាបេសាចរហ័តនោះគ្រាន់តែឃើញបែបនេះរួចមកធម្មពលស៊ីលីងរបស់យើងក៏ចាប់ផ្ដើមធ្វើការគួចទៅលើអាបេសាចនោះតែម្ដងតើអាបេសាចនោះវាពិតជាឈឺចាប់ខ្លាំងណាស់ហើយវាក៏បានស្រែកថានេះគឺជាអ្វីទៅវាមិនអាចទៅរួចទេខ្ញុំគឺជាព្រះនៅពិភពខាងក្រោមហេតុអ្វីបានជាខ្ញុំចាញ់មនុស្សធម្មតាដូចជាឯងខ្ញុំមិនអាចស្លាប់បានទេវាមិនអាចទៅរួចទេមើលតាមទស្សនវិជ្ជាជាក់ស្ដែងទៅស៊ីលីងរបស់យើងមិនបានធ្វើអ្វីទាំងអស់យកដៃទាំងពីររបស់គេដាក់ទៅខាងក្រោយរួចដើរយ៉ាងសង្ហាបើកន្លែងទៅមើលអាបេសាចនោះវិញខ្លួនប្រាណរបស់វាចាប់ផ្ដើមឆេះម្ដងបន្តិចហើយវាក៏បើបាននិយាយថាហេតុអ្វីទៅបានជាមនុស្សធម្មតាអាចសម្លាប់ខ្ញុំត្រឹមតែ2-3 second បែបនេះវាមិនអាចទៅរួចទេមួយសន្ទុះក្រោយមកនោះខ្លួនប្រាណរបស់វាក៏បានរលាខ្ទេចខ្ទីតែម្ដងធ្វើឲ្យស៊ីលីងរបស់យើងមិនខ្វល់នោះទេចាត់ទុកអាបេសាចនេះប្រៀបបានដូចជាធូលីនេះឯងហើយស៊ីលីងរបស់យើងក៏បានប្រាប់ទៅទស្សនិកជនទាំងអស់គ្នាដែលកំពុងស្ដាប់នៃរឿងរបស់គេថាខ្ញុំគឺជាម្នាក់ដែលទំទទួលបានធម្មពលខ្លួនឯងមកវិញតែប៉ុណ្ណោះហើយរឿងរបស់យើង Return to Earth to be a God នៃ season 1របស់យើងក៏ឈានចូលមកដល់ទីបញ្ចប់នេះឯងតកតងជាមួយនឹងរឿងបន្ទាប់ admin សម្រាប់ចិត្តថានឹងយករឿងដូចជានឹង solo leveling យកមកសម្រាប់ឲ្យជូនអ្នកទាំងអស់គ្នាព្រោះថារឿងនោះវាពិតជាដូចគ្នាខ្លាំងណាស់តកតងជាមួយនឹងសត្វវេទមន្តហើយនឹងកម្រិតនៅក្នុង system ផងដែរចាំមើលប្រហែលជា 4-5 ថ្ងៃទៀត admin នឹងសម្រាប់ជូនអ្នកទាំងអស់គ្នាតែម្ដងរឿងនោះ admin ធានាថាភាគច្រើនហើយក៏ល្អមើលផងដែរបាទហើយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ចុច Like ដើម្បីជាកម្លាំងចិត្តរបស់ admin ផងដែរបាទអរគុណសូមជម្រាបលា